សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងក្រសួងព្រះបរមរាជវាំងមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាបច្ចុប្បន្ននេះព្រះរាជសុខភាពព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់និងវិតម្លៃយ៉ាងហ្មត់ចត់ជាទីបំផុតពីក្រុមវិជ្ជបណ្ឌិតល្បីៗជំនាញប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនក្រុមវិជ្ជបណ្ឌិតនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំងបានក្រាបទូលបង្គំថ្វាយយោបល់ស្ដីពីព្រះរោគតម្រូវឲ្យទទួលការព្យាបាលដោយវះកាត់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យនិងព្យាបាលដោយវះកាត់តាមវិជ្ជបញ្ជានៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងចាប់ពីថ្ងៃទី18ខែមេសាឆ្នាំ2026ក្រោយពីទទួលព្យាបាលដោយវះកាត់រួចព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គនឹងគង់ប្រថាប់ដើម្បីបន្តតាមដានថែទាំព្រះរាជសុខភាពតាមវិជ្ជបញ្ជានៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងមួយរយៈពេលទៀតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញបន្ទាប់ពីព្រះរាជសុខភាពព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានធូរស្បើយនិងមានព្រះកាយពលល្អបរិបូរណ៍ឡើងវិញក្រោយពីមានវិជ្ជបញ្ជាពីក្រុមវិជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងសេចក្តីដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន